បុណ្យផ្កាប្រាក់សាមគ្គីដង្ហែទៅកាន់វត្តបទុមកេសរពោធិរាមរើលដើម្បីជាវដីពង្រីកវត្តខ្ញុំប្រកាសណាអាត្មាភាពភិក្ខុរតនបកាសកោស្ងួនហុលសមុអនុគុណក្រុងសិរីសោភ័ណ្ឌនិងជាព្រះគ្រូចៅអធិការវត្តគិរីវង្សក្សេមខ្សានភ្នំបាក់ខាងលើរួមជាមួយព្រះសង្ឃអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទខេត្តបន្ទាយមានជ័យព្រមទាំងពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសបានព្រមព្រៀងគ្នាប្រារព្ធធ្វើកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីបានថវិកាជាវដីពង្រីកវត្តបទុមកេសរពោធិរាមរើលស្ថិតនៅភូមិរើលឃុំរើលស្រុកពួកខេត្តសៀមរាបបញ្ជាក់ដី1ការ៉េ$5ឬ20000រៀលអាស្រ័យហេតុដូចបានប្រកេននិងជម្រាបជូនខាងលើខ្ញុំព្រះករុណាអាត្មាភាពយើងខ្ញុំទាំងអស់គ្នាសូមអារាធនានិមន្តព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងអញ្ជើញញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ចូលរួមអនុមោទនាក្នុងកម្មវិធីបុណ្យនេះឲ្យបានចំណែកបុណ្យរៀងៗខ្លួនកម្មវិធីបុណ្យថ្ងៃសៅរ៍2រោចខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី15ខែមិនិនាឆ្នាំ2025ម៉ោង 2:00 នាទីរសៀលជួបជុំញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តម៉ោង 3:00 នាទីអញ្ជើញលោកគ្រូអគ្គបណ្ឌិតបុត្រសវង្សសម្ដែងព្រះធម៌ទេសនានៅវត្តគិរីវង្សក្សេមខ្សានភ្នំបាក់ខាងលើភូមិដីឡូសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យលុះព្រឹកឡើងថ្ងៃអាទិត្យ3រោចត្រូវនឹងថ្ងៃទី16ខែមិនិនាឆ្នាំ2025ម៉ោង 6:30 នាទីព្រឹកជួបជុំគ្នាដង្ហែផ្កាប្រាក់សាមគ្គីឆ្ពោះទៅកាន់វត្តបទុមកេសរពោធិរាមរើលម៉ោង 1:00 នាទីរសៀលនិមន្តសម្ដេចព្រះព្រហ្មរតនមុនីពិនសែមសិរីសុវណ្ណោសម្ដែងព្រះធម៌ទេសនានៅវត្តបទុមកេសរពោធិរាមរើលភូមិរើលឃុំរើលស្រុកពួកខេត្តសៀមរាបបន្ទាប់មកវេដីថ្វាយដល់សង្ឃជាកិច្ចបញ្ចប់កម្មវិធីបុណ្យអ្នកផ្ដើមបុណ្យភិក្ខុរតនបកាសកោស្ងួនហុលព្រមទាំងព្រះសង្ឃអាចារ្យគណៈកម្មការវត្តភ្នំបាក់ខាងលើនិងវត្តរើលបញ្ជាក់ពិធីបុណ្យនេះប្រារព្ធធ្វើនៅវត្តគិរីវង្សក្សេមខ្សានភ្នំបាក់ខាងលើស្ថិតនៅភូមិដីឡូសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនៅថ្ងៃទី15ខែមិនិនាឆ្នាំ2025នៅវត្តរើលថ្ងៃទី16ខែមិនិនាឆ្នាំ2025ទំនាក់ទំនងទូរស័ព្ទលេខ089 700 089និង070 27 70 26